រំពងប្រន់បាត់ការដល់ក្តៅកកក្នុងការបង្ក្រាបចាប់នៅខ្មាន់កភ្លើងដែលបានផ្ទុះអាវុធបាញ់ទៅលើយុវជនមួយក្រុមនៅម្ដុំបឹងកក់បណ្ដាលឲ្យរងរបួសម្នាក់ឥឡូវនេះកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជពេញសហការជាមួយនឹងកម្លាំងអធិការនគរបាលខណ្ឌដូនពេញរួមជាមួយនឹងកម្លាំងប៉ូលីសខណ្ឌឫស្សីកែវក្រោយពីទទួលបានលោកក៏បានចូលមកដល់ទីតាំងកន្លែងកើតហេតុហើយខ្មាន់កភ្លើងក៏បានដឹងខ្លួនមុនក៏បានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចឥឡូវនេះសមត្ថកិច្ចលោកបានធ្វើការឡោមព័ទ្ធជាច្រើនម៉ោងតែត្រូវបានខ្មាន់កភ្លើងបាញ់សគ្រប់មកលើសមត្ថកិច្ចហើយខ្មាន់កភ្លើងយ៉ាងម៉េចដែរ27វានៅពីលើឆ្កោកចាំបាញ់យើងហ្មងចូលទៅគឺវាបាញ់មកយើងមុនបាញ់ប្រហែលគ្រាប់27បាញ់គ្រាប់ទៅបាញ់គ្រាប់ហើយបាទយើងបើសិតការវាខ្លួនប៉ុន្តែយើងរក្សាសុខភាពបាទឥឡូវនេះកម្លាំងសមត្ថកិច្ចកំពុងតែផ្ទុះអាវុធជាច្រើនគ្រាប់ហើយក្រោយពីជនខ្មាន់កភ្លើងបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចប្រិមិត្តបាទចូលខូចចេញទៅបងសុំវិជ្ជការអាចបញ្ជាក់បន្តិចបានទេរវងប្រន់បាត់ការនេះតើបកក្រាបជនសង្ស័យពាក់ព័ន្ធជាមួយនឹងរឿងអីដែរដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនេះពាក់ព័ន្ធនឹងរឿងយុគមិញណាដែលបាញ់បោះបកអីប្រជាពលរដ្ឋយើងរបួសម្នាក់មិនដល់នៅបង្កក់ណានៅពេលដែលកម្លាំងសមត្ថកិច្ចយើងបុកចូលគឺខ្មាន់កភ្លើងបានឆ្កោកចាំបាញ់ជាមួយនឹងសមត្ថកិច្ចយើងផ្ទាល់តែម្ដងឥឡូវនេះកម្លាំងសមត្ថកិច្ចយើងបានចាប់បានហើយបាទនោះមកឲ្យប្រិមិត្តបាទសមត្ថកិច្ចបានបញ្ជូនមកឲ្យខ្មាន់កភ្លើងប្រិមិត្តបាទក្រោយពីបានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចឥឡូវនេះប្រិមិត្តបានឃើញបាទសមត្ថកិច្ចបញ្ជូនមកឲ្យបាទខ្មាន់កភ្លើងដែលបានធ្វើការបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចមុននេះប្រិមិត្តបាទក្រោយពីបានធ្វើការបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចមុននេះប្រិមិត្តបាទអាដាមអាចបញ្ជាក់បន្ថែមបន្តិចបានទេតើការខាត់ខ្លួនជនដៃដល់ដែលជាខ្មាន់កភ្លើងថ្ងៃនេះតើពាក់ព័ន្ធនៅក្នុងករណីអីដែរអាដាមនិយាយចំទៅយើងជំនាញទី1យើងស្រាវជ្រាវពីករណីផ្ទុះអាវុធទេចិត្តលឹងម៉ោង1:22នាទីនៅប៉ុស្តិ៍ស្រាចកដូនពេជ្របាញ់នេះណានេះជំនាញទី1គឺសមត្ថកិច្ចយើងក៏បើកការស្រាវជ្រាវហើយជាមួយយុវដ្ឋានព្រំតាន់អញ្ចឹងយើងបានបែងចែកជា2ក្រុមមួយក្រុមគឺដឹកនាំនៅខាងយុវដ្ឋានព្រំតាន់មួយអធិការខណ្ឌដូនពេញហើយមួយក្រុមទៀតយើងនេះដឹកនាំដោយស្នងការរងទូព្រំតាន់អន្តរាគមន៍និងអាជ្ញាធរពាក់ព័ន្ធអញ្ចឹងយើងស្រាវជ្រាវទៅរហូតដល់យើងធ្វើបានមួយករណីសិននេះបើតាមយើងក្រាបបានគឺជាដៃជើងបាទហើយអ្នកផ្ទាល់នេះដូចជាមុននេះយើងមួយក្រុមនេះគេចូលយកបានហើយសូមឲ្យព័ត៌មានប៉ុណ្ណឹងព្រោះការងារក៏ដោយគឺថាបើយើងទប់ស្កាត់មិនបានទេយើងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែប្រឹងប្រែងទប់ស្កាត់បង្ក្រាបករណីនេះមិនគឺជាមុខសញ្ញាមួយដែលធ្វើឲ្យគ្រោះថ្នាក់តែដោយសារការដឹកនាំការគ្រប់គ្រងចុះប្រតិបត្តិការនេះយើងមានម្ចាស់ការអញ្ចឹងយើងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋហើយនិងកងកម្លាំងយើងណាប៉ុន្តែដល់អញបញ្ជាក់បានអត់ថាដល់ជនសង្ស័យខាងលើគាត់មានទូនីតិអីដែរបើគាត់មានកំភ្លើងក្នុងការប្រើប្រាស់มันមានទេជានេះគឺជាមុខសញ្ញាមួយផ្សេងទៀតដែលយើងកំពុងបន្តសូមអធិស្ឋានតែឥឡូវយើងគ្រាន់តែដឹងថាករណីដែលផ្ទុះអាវុធប៉ះពាល់ដល់របួសស្រាមដល់ក្មេងៗចិត្តភ្លឺប្រមាញ់នេះគឺយើងបានសហការមួយយុគថាពុំតាន់បង្ក្រាបបានហើយរឿងអីផ្សេងទៀតពួកខ្ញុំនឹងបន្តតាមជំនាញអាដាមមុននេះផ្ទុះអាវុធមកប្រើនឹងមានសមត្ថកិច្ចយើងរងរបួសទេអាដាមអត់ទេដូចខ្ញុំនិយាយចឹងថាការដឹកនាំស្រាវជ្រាវហើយបង្ក្រាបមិនមែនចៃដន្យទេគឺយើងម្ចាស់ការអញ្ចឹងទេតុល្យភាពរបស់កម្លាំងមានតែ 100% លើជនសង្ស័យហើយមុននេះបើសិនជាខ្ញុំមិនបញ្ជាពីចម្ងាយផ្ទាល់មកទេមុខសញ្ញានេះមិនអាចរស់បានទេតែយើងគ្រប់គ្រងបានយើងនឹងធ្វើសកម្មភាពចាប់បានដោយសុវត្ថិភាពអញ្ចឹងมันមានផលប៉ះពាល់ទេយើងប្រយ័ត្នខ្លាចតែប៉ះពាល់ប្រជាពលរដ្ឋទេបាទមុននេះអាដាមអាចជួយបញ្ជាក់បន្ថែមតិចបានទេអាដាមតើសមត្ថកិច្ចយើងបានជំនះនឹងគ្រប់គ្រងយ៉ាងម៉េចដើម្បីមុនមានការផ្ទុះអាវុធនឹងទើបមកធ្វើឲ្យមិនប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋអាដាមជាបច្ចេកទេសអាដាមខ្ញុំគិតថាពេលដែលសមត្ថកិច្ចមកប្រជាពលរដ្ឋគាត់ដឹងហើយទី2គឺយើងបានចូលទៅគឺស្មានកំភ្លើងបានបាញ់ចេញមកហើយទី3គឺខ្ញុំបានបញ្ជាឲ្យគ្រប់គ្រងស្ថានភាពហើយផ្សព្វផ្សាយប្រជាពលរដ្ឋបានរង្វង់កិច្ចប្រតិបត្តិការអញ្ចឹងយើងមើលភូមិសាស្ត្រនេះយើងមិនអាចធ្វើសកម្មភាពឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទេព្រោះมันអាចធ្វើឲ្យក្របនេះហើប្រេះប្រាស់ព្រោះតែកន្លែងចង្អៀតហើយផ្ទះសូជាថ្មហើយយើងពិនិត្យមើលស្ថានភាពកំភ្លើងខ្លីអត់អីទេអញ្ចឹងហើយយើងគ្រប់គ្រងស្ថានភាពបានយើងបាញ់ក្នុងហ្នឹងហ្នឹងទុំលើនេះអូទុំពីលើបាញ់យកហ្មងអូនេះនេះបងទុំអូនេះអាហារបំពន់ស៊ីបាប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមុខមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហើយវិលមុខកោខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើឈាម
លើជាតិខ្លាញ់អាស៊ីតឬដូងបាតនំញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមគុយទាវต้มយำទឹកស៊ុបថ្លាមានរសជាតិឆ្ងាញ់ប្លែកគេនៅកម្ពុជាមាន3រសជាតិต้มយำទឹកស៊ុបថ្លាជូរអែមហឹរសាបនិងផ្អែមមានតាមអេបទីតាំងក្រៅវត្តអូណាឡោមជាប់នឹងផ្សារកណ្ដាលផ្លូវលេខ13សង្កាត់ជ័យជំនះខណ្ឌដូនពេញឬអាចខលតាមលេខទូរស័ព្ទហាង012 68 89 28ឬផេកគុយទាវต้มយำទឹកស៊ុបថ្លាក៏បានបាទប្រិមិត្តបាទឃើញហើយប្រិមិត្តបាទកម្លាំងសមត្ថកិច្ចលោកតោះបាទប្រិមិត្តបាទកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការបាញ់ហើយទៅកន្លែងញោះមើលតោះបាញ់ពីលើមកទៅនោះវិញបាទអត់អីបងខ្ញុំចេញទៅក្រៅវិញតោះមឿនទៅខាងនោះមិនមុខវិញមឿនលើឡើងតោះមើលអូនមកតោះបាទប្រិមិត្តបានឃើញហើយប្រិមិត្តបាទកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់លោកបាននឹងកំពុងតែធ្វើការផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការប្រតិបត្តិការចាប់នៅជនដែលជាខ្មាន់កំភ្លើងប្រិមិត្តបាទប្រិមិត្តបានឃើញប្រិមិត្តបាទឥឡូវនេះកម្លាំងសមត្ថកិច្ចកំពុងតែផ្ទុះអាវុធជាច្រើនគ្រាប់ហើយបាទក្រោយពីជនខ្មាន់កំភ្លើងបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចប្រិមិត្តបាទក្រោយពីខ្មាន់កំភ្លើងបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចបាទប្រិមិត្តបាទឥឡូវនេះប្រិមិត្តឃើញហើយបាទកម្លាំងសមត្ថកិច្ចលោកកំពុងតែធ្វើការផ្ទុះអាវុធបាទក្រោយពីខ្មាន់កំភ្លើងបានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចនៅចំណុចទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងបាទប្រិមិត្តបានឃើញហើយប្រិមិត្តបាទឥឡូវកម្លាំងសមត្ថកិច្ចលោកកំពុងតែធ្វើការផ្ទុះអាវុធហើយជាច្រើនគ្រាប់ប្រិមិត្តបាទជោគជ័យហើយប្រិមិត្តបាទឥឡូវសមត្ថកិច្ចថាជោគជ័យហើយវាបាញ់តដៃមួយយើងប្រហែលជា5គ្រាប់មិញបាទក៏បានបាទយកអស់គ្រាប់បានវាតវាបន្តចាញ់សុំចាក់តិចមក27មិញនេះចូលទៅដល់ខ្មាន់កំភ្លើងយ៉ាងម៉េចដែរ27វានៅពីលើឆ្កោកចាំបាញ់យើងហ្មងចូលទៅគឺវាបាញ់មកយើងមុនបាញ់ប្រហែលគ្រាប់27បាញ់គ្រាប់ទៅបាញ់គ្រាប់ហើយបាទយើងបើសិតការវាខ្លួនប៉ុន្តែយើងរក្សាសុវត្ថិភាពបងសុំវិជ្ជការអាចបញ្ជាក់បន្តិចបានហើយរវងប្រនបាត់ការនេះតើបកក្រាបជនសង្ស័យពាក់ព័ន្ធជាមួយនឹងរឿងអីដែរដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនេះពាក់ព័ន្ធនឹងរឿងយុគមិញណាបាញ់បោះបកអីប្រជាប្រដ្ឋយើងរបួសម្នាក់ណានៅកោះពេជ្រនៅបង្កក់ណាប្រិមិត្តបានសម្ដាប់រួចហើយគឺលោកសំវិជ្ជការដែលជាអ្នកនាំពាក្យនៃស្នងការនគរបាលរាជភ្នំពេញលោកបានបញ្ជាក់ហើយការដែលសមត្ថកិច្ចឡោមព័ទ្ធនៅចំណុចទីតាំងរវងប្រនបាត់ការដ៏ក្តៅកគុកនៅម្ដុំផ្សារសាមហាន់នេះនៅគឺចាប់នៅខ្មាន់កំភ្លើងដែលបានបាញ់យុវជនមួយក្រុមនៅម្ដុំបឹងកក់ដែលបណ្ដាលឲ្យយុវជនម្នាក់បានធ្លាយនៅចកេះពីមួយចំហៀងទៅមួយចំហៀងនឹងប្រិមិត្តបាទឥឡូវសមត្ថកិច្ចលោកកំពុងតែធ្វើការហ៊ុំព័ទ្ធក៏ដូចជាបើកប្រនបាត់ការក្នុងការចោះទៅចាប់នៅខ្មាន់កំភ្លើងដែលបានបាញ់ជនរងគ្រោះម្នាក់បណ្ដាលរងរបួសរួចពេលដែលកម្លាំងសមត្ថកិច្ចចុះមកធ្វើការឡោមព័ទ្ធចាប់ក៏ធ្វើការបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចថែមទៀតប្រិមិត្តបាទឥឡូវនេះសមត្ថកិច្ចកំពុងតែរៀបចំនៅខែលការពារក៏ដូចជាអាវក្រោះរួមជាមួយនឹងប្រដាប់ដោយកាភ្លើងវែងខ្លីប្រិមិត្តបាទដើម្បីចូលទៅចាប់នៅជនសង្ស័យដែលជាខ្មាន់កាភ្លើងប្រិមិត្តបាទប្រិមិត្តបានឃើញឥឡូវនេះកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជភ្នំពេញលោកថាជោគជ័យហើយនៅក្នុងរង្វង់ប្រតិបត្តិការនេះនៅពេលដែលកម្លាំងសមត្ថកិច្ចយើងបុកចូលគឺខ្មាន់កាភ្លើងបានឆ្កោកចាំបាញ់ជាមួយនឹងសមត្ថកិច្ចយើងផ្ទាល់តែម្ដងឥឡូវនេះកម្លាំងសមត្ថកិច្ចយើងបានចាប់បានហើយប្រិមិត្តបានចាប់បានហើយមកធ្វើការនេះសិនណាបាទសុំឥឡូវសុំចោះចាញ់ទេបងអើយបាទវាសុំចោះចាញ់មកយើងចាប់បានម្នាក់ដែរខ្មាន់កាភ្លើងនឹងលោក27មើលមិញឃើញវាបាញ់តដៃយើងតែម្នាក់ទេបាទតែចាំមើលខាងកម្លាំងគេឡើងដោយសារខ្ញុំប្រើភ្លើងវែងខ្ញុំឡើងទៅរួចបាទអញ្ចឹងឲ្យកម្លាំងជំនាញគេឡើងបន្តយើងបាញ់មិញនឹងបាញ់តអស់គ្រាប់ហ្មងលោក27បាទបាញ់អស់គ្រាប់បាញ់តអស់គ្រាប់បាទតែស្អែកយើងខាត់បានណាបងខាត់បានហើយបាទប្រិមិត្តបាទរង្វង់ប្រនបាត់ការដ៏ក្តៅកគុករបស់កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជភ្នំពេញសហការជាមួយនឹងកម្លាំងអធិការនគរបាលខណ្ឌដូនពេញរួមជាមួយនឹងកម្លាំងប៉ូលីសខណ្ឌឫស្សីកែវបានបើកប្រនបាត់ការក្នុងការបង្ក្រាបចាប់នៅខ្មាន់កាភ្លើងដែលបានផ្ទុះអាវុធបាញ់ទៅលើយុវជនមួយក្រុមនៅម្ដុំបឹងកក់បណ្ដាលឲ្យរងរបួសម្នាក់ឥឡូវនេះកម្លាំងសមត្ថកិច្ចក្រោយពីទទួលបានលោកក៏បានចុះមកដល់ទីតាំងកន្លែងកើត
ការហេតុហើយខ្មាន់កំភ្លើងក៏បានដឹងខ្លួនមុនក៏បានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចឥឡូវនេះសមត្ថកិច្ចលោកបានធ្វើការឡោមព័ទ្ធជាច្រើនម៉ោងហើយក៏ចូលទៅធ្វើការចាប់នៅខ្មាន់កំភ្លើងបន្តទៀតតែត្រូវបានខ្មាន់កំភ្លើងបាញ់សគ្រប់មកលើសមត្ថកិច្ចមិញនេះប្រហែលជា5 ទៅ 6 គ្រាប់ទៀតប្រិមិត្តបាទប្រិមិត្តបាទឥឡូវនេះវត្តមានរបស់ឯកឧត្តមជួននរិនដែលជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញលោកបានចុះមកដល់ទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងប្រិមិត្តបាទក្រោយពីកម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានធ្វើការបើកប្រតិបត្តិការដ៏ក្តៅកគុកក្នុងការឡោមព័ទ្ធចាប់នៅខ្មាន់កំភ្លើងដែលបានបាញ់ជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសនៅបឹងកក់យប់មិញហើយនៅពេលដែលកម្លាំងសមត្ថកិច្ចយើងចូលមកធ្វើការបង្ក្រាបនិងឃាត់ខ្លួនក៏ខ្មាន់កំភ្លើងបានធ្វើការបាញ់នៅពេលដែលកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវហើយឈានដល់ចុះមកឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កំភ្លើងដល់ផ្ទះក៏ត្រូវបានខ្មាន់កំភ្លើងបានដឹងខ្លួនទាន់ក៏បានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចហើយត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធជាច្រើនម៉ោងនិងបានផ្ទុះអាវុធជាច្រើនគ្រាប់ទើបធ្វើការបង្ក្រាបនិងឃាត់ខ្លួនខ្មាន់កំភ្លើងខាងលើបានម្នាក់ប្រិមិត្តបាទមកដល់ម៉ោងនេះគឺបានម្នាក់ហើយយើងមិនទាន់ដឹងថាតើអ្នកពាក់ព័ន្ធប្រមាណអ្នកទៀតទេប្រិមិត្តបាទគឺសមត្ថកិច្ចយើងក៏បើកការស្រាវជ្រាវហើយជាមួយយោគដ្ឋានព្រំប្រទានអញ្ចឹងយើងបានបែកចែកជា2ក្រុមមួយក្រុមគឺដឹកនាំនៅខាងយោគដ្ឋានព្រំប្រទានមួយអធិការខណ្ឌដូនពេញហើយមួយក្រុមទៀតយើងនេះដឹកនាំដោយស្នងការរងទូព្រំប្រទានអន្តរាគមនិងអាជ្ញាធរពាក់ព័ន្ធអញ្ចឹងយើងស្រាវជ្រាវទៅរហូតដល់យើងធ្វើបានមួយករណីនេះសិននេះបើតាមយើងក្តាប់បានគឺជាដៃជើងបាទហើយអ្នកផ្ទាល់នេះដូចជាមុននេះយើងមួយក្រុមនេះគេចូលយកបានហើយណាហើយសូមឲ្យព័ត៌មានប៉ុណ្ណឹងព្រោះការងារក៏ដោយគឺថាបើយើងទប់ស្កាត់មិនបានទេយើងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែប៉ង់ប្រែងទប់ស្កាត់បង្ក្រាបដោយករណីនេះមិញគឺជាមុខសញ្ញាមួយដែលធ្វើឲ្យគ្រោះថ្នាក់តែដោយសារការដឹកនាំការគ្រប់គ្រងចុះប្រតិបត្តិការនេះយើងមានម្ចាស់ការអញ្ចឹងយើងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋហើយនិងកងកម្លាំងយើងហើយយើងនៅមានការងារធ្វើតទៀតបាទឯកឧត្តមអាចបញ្ជាក់បន្ថែមបន្តិចបានទេតើការឃាត់ខ្លួនជនដៃដល់ដែលជាខ្មាន់កំភ្លើងថ្ងៃនេះតើពាក់ព័ន្ធនឹងក្នុងករណីអីដែរឯកឧត្តមនិយាយចំទៅយើងជំហានទី1យើងស្រាវជ្រាវពីករណីផ្ទុះអាវុធពេលចិត្តលឺម៉ោង 1:22 នាទីនៅប៉ុស្តិ៍ស្រាចកដូនពេញបាទមិញនេះណានេះជំហានទី1ណាឥឡូវយើងគ្រាន់តែដឹងថាករណីដែលផ្ទុះអាវុធប៉ះពាល់ដល់របួសស្រាមដល់ក្មេងៗចិត្តលឺព្រឹកមិញនេះគឺយើងបានសហការជាមួយយោគដ្ឋានព្រំប្រទានបង្ក្រាបបានហើយរឿងអីផ្សេងទៀតពួកខ្ញុំនឹងបន្តតាមជំនាញឯកឧត្តមមុននេះផ្ទុះអាវុធមកប្រើនឹងមានសមត្ថកិច្ចយើងរងរបួសទេឯកឧត្តមអត់ទេដូចខ្ញុំនិយាយចឹងថាការដឹកនាំស្រាវជ្រាវហើយបង្ក្រាបមិនមែនចៃដន្យទេគឺយើងម្ចាស់ការអញ្ចឹងទេតុល្យភាពរបស់កម្លាំងមានតែ 100% លើជនសង្ស័យហើយមុននេះបើសិនជាខ្ញុំមិនបញ្ជាពីចម្ងាយផ្ទាល់មកទេមុខសញ្ញានេះមិនអាចរស់បានទេតែយើងគ្រប់គ្រងបានយើងនឹងធ្វើសកម្មភាពចាប់បានដោយសុវត្ថិភាពអញ្ចឹងมันមានផលប៉ះពាល់ទេយើងប្រយ័ត្នខ្លាចតែប៉ះពាល់ប្រជាពលរដ្ឋទេបាទមុននេះឯកឧត្តមអាចជួយបញ្ជាក់បន្ថែមតិចបានទេឯកឧត្តមតើសមត្ថកិច្ចយើងបានជំលះនឹងគ្រប់គ្រងយ៉ាងម៉េចដើម្បីមុនមានការផ្ទុះអាវុធនឹងទើបមកធ្វើឲ្យមិនប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឯកឧត្តមជាបច្ចេកទេសឯកឧត្តមខ្ញុំគិតថាពេលដែលសមត្ថកិច្ចមកប្រជាពលរដ្ឋគាត់ដឹងហើយបាទហើយទី2គឺយើងបានចូលទៅគឺស្មានកំភ្លើងបានបាញ់ចេញមកហើយទី3គឺខ្ញុំបានបញ្ជាឲ្យគ្រប់គ្រងស្ថានភាពហើយផ្សព្វផ្សាយប្រជាពលរដ្ឋបានរង្វង់កិច្ចប្រតិបត្តិការអញ្ចឹងយើងមើលភូមិសាស្ត្រនេះយើងមិនអាចធ្វើសកម្មភាពឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទេព្រោះมันអាចធ្វើឲ្យក្របនឹងហើរផ្ដេសផ្ដាស់ព្រោះថាកន្លែងចង្អៀតហើយផ្ទះសូនជាងថ្មហើយយើងពិនិត្យមើលស្ថានភាពកំភ្លើងខ្លីអត់អីទេអញ្ចឹងហើយយើងគ្រប់គ្រងស្ថានភាពបានអរគុណច្រើនឯកឧត្តមអរគុណណាស់បាទជាកិត្តិយសណាស់បាទដែលឯកឧត្តមលោកបានដឹកនាំបញ្ជាកម្លាំងផ្ទាល់តែម្ដងប្រិមិត្តបាទជុំវិញរង្វង់ប្រតិបត្តិការដ៏ក្តៅកគុកក្នុងការបើកប្រតិបត្តិការក្នុងការបង្ក្រាបនៅខ្មាន់កំភ្លើងប្រិមិត្តបាទតោះប្រិមិត្តបាទខ្មាន់កំភ្លើងប្រិមិត្តបាទឥឡូវនេះសមត្ថកិច្ចបញ្ជូនទៅឲ្យប្រិមិត្តបាទខ្មាន់កំភ្លើងគឺត្រូវបានសមត្ថកិច្ចបញ្ជូនទៅឲ្យប្រិមិត្តបាទខ្មាន់កំភ្លើង
បាទអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានជុំវិញរង្វង់ប្រតិបត្តិការដ៏ក្តៅកគុករបស់សមត្ថកិច្ចនៃស្នងការនគរបាលរាជភ្នំពេញដែលបានធ្វើការបង្ក្រាបនៅមុខសញ្ញាដែលបានដែលឯកឧត្តមជួននរិនបានបញ្ជាក់មុននេះថាជាមុខសញ្ញាដែលធ្វើឲ្យគ្រោះថ្នាក់ប្រិមិត្តបាទគឺធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន2នាក់ជាបន្តបន្ទាប់ក្រោយពីបានបាញ់ទៅលើយុវជនមួយក្រុមបណ្ដាលឲ្យរងរបួសទៅម្ដុំបឹងកក់យប់មិញនេះប្រិមិត្តបាទឥឡូវប្រិមិត្តបានឃើញសមត្ថកិច្ចលោកបានធ្វើការបង្ក្រាបដោយខ្មាន់កាភ្លើងបានបាញ់តដៃជាមួយនឹងកម្លាំងសមត្ថកិច្ចទៅមកតែម្ដងប្រិមិត្តបាទអរគុណណាស់បងប្អូនសម្រាប់ការទស្សនានិងការតាមដានជុំវិញករណីប្រតិបត្តិការដ៏ក្តៅកគុករបស់កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជភ្នំពេញនេះឥឡូវនេះលោកបានធ្វើការឃាត់នៅជនដែលពាក់ព័ន្ធក៏ដូចជាខ្មាន់កាភ្លើងបានហើយអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលាមានចំណុចណាលើលួខ្វះខាតដោយប្រការណាមួយមិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណ